សាច់ទាំងនេះសុទ្ធតែជាសាច់សដែលគេបោះចោលញ៉ាំកើតអត់ហ្នឹងនេះជាសាច់ស្មាខាងមុខមិនសូវមានសរសៃមានខ្លាញ់ល្មមយកទៅអាំងឆ្ងាញ់ជាងសាច់ផាត់ទៅទៀតសាច់សទាំងនេះឯងយកទៅទាំងអស់ទៅ5កាក់1គីឡូខ្ញុំមកទាំងអស់3កាក់បានទេថ្ងៃក្រោយសាច់សប៉ុន្មានទុកឲ្យខ្ញុំទាំងអស់មកយកទៅបងឆឹងដាំទុនបុកចូលគ្នាមិនដល់3រៀលផងបងប្រកាសថាអាចចំណេញបានរាប់រយមែនយប់នេះឯងនឹងដឹងហើយបងឆឹងកន្លែងនេះស្ងាត់ជ្រុងតែម្ដងគេទៅហាងធំឯណោះអស់ហើយអ្នកណាមកដើរចូលគៀនកោះបែបនេះតាជន់រកស៊ីត្រូវចាំមួយឃ្លារបស់ឆ្ងាញ់មិនខ្លាចលាក់មុខទេចាំមើលយប់នេះទៅអូហូក្លិនអីគេហ្នឹងក្លិនអីក៏ឈ្ងុយម្លេះដូចជាហើរចេញពីផ្លូវតូចខាងនោះវ៉ាសាច់អាំងនេះឆ្ងាញ់មែនក្មួយប្រុសតូបឯងទីតាំងមិនសូវល្អសោះមិនក៏លក់ដាច់ម្លេះទីតាំងមិនសំខាន់ទេលោកពូឲ្យតែរសជាតិឆ្ងាញ់គ្រប់គ្នានឹងស្កាត់មកទិញហើយអ្នកលក់តាមផ្លូវសោះគិតបានវែងឆ្ងាយជាងខ្ញុំទៀតទំនិញខ្ញុំ300000ដេកក៏ក្នុងឃ្លាំងបញ្ចុះតម្លៃហើយក៏គ្មានអ្នកទិញពិបាកចិត្តចង់ជ្រុះសក់អស់ពីក្បាលហើយថៅកែចៅទំនិញនោះពិតជាពិបាកលក់មែនមកក៏ញ៉ៃញ៉ៃទៀបមិនទៀបខ្ពស់មិនខ្ពស់ខ្ញុំដឹងថាពិបាកលក់ហើយតែបញ្ហាគឺត្រូវលក់ដោយវិធីណាខ្ញុំបញ្ចុះតម្លៃសតែ60ហើយសារទំនើបទាំងមូលសំ301ក្បាលក៏មិនហាចូលផងបញ្ចុះតម្លៃលក់មិនចេញបញ្ជាក់ថាមិនមែនជាបញ្ហាតម្លៃទេជាបញ្ហាចិត្តសាស្ត្រមនុស្សរបស់កាន់តែថោកកាន់តែគ្មានអ្នកឲ្យតម្លៃចុះឯងគិតថាជាបញ្ហាអ្វីលោកបញ្ចុះតម្លៃ60ភ្ញៀវច្បាស់ជាគិតថាទំនិញនោះមានបញ្ហាហើយចុះឯងគិតថាគួរធ្វើម៉េចទៅឯងសាកប្រាប់មកមើលគួរធ្វើម៉េចទំនិញតម្លៃ300000របស់លោកនោះយករបស់តម្លៃ10រៀលនិង100រៀលច្របល់ចូលគ្នាយកក្រដាសកាតុងវិចខ្ចប់បិទឲ្យជិតឈឹងកុំឲ្យអ្នកណាមើលឃើញខាងក្នុងជាអ្វីឲ្យសោះហើយលក់មួយប្រអប់តម្លៃ30រៀលស្មើគ្នាមានន័យថាម៉េចមើលខាងក្នុងមិនឃើញផងអ្នកណាគេទិញអញ្ចឹងហើយលោកត្រូវសរសេរលើប្រអប់មួយឃ្លាថាអ្នកចំណាយ30រៀលអាចបានរបស់តម្លៃ100រៀលមនុស្សចូលចិត្តលេងល្បែងចំណាយ30រៀលដើម្បីភ្នាល់យករបស់100រៀលមានអ្នកចំណាយ30រៀលហើយបានរបស់100រៀលមែនគេច្បាស់ជាដើរអួតប្រាប់គេឯងពេលអ្នកផ្សេងបានលើច្បាស់ជាសម្រុកទៅផ្សារទំនើបលោកដូចឈួតអញ្ចឹងមិនមែនដោយសារទំនិញលោកល្អទេគឺដោយសារគេមិនអស់ចិត្តបន្ទាប់មកថ្ងៃទី1លោកលក់ត្រឹម500ប្រអប់បានហើយថ្ងៃទី2លក់ត្រឹមតែ300ប្រអប់ឲ្យគេតម្រង់ជួរវែងជារៀងរាល់ថ្ងៃបើមកយឺតគឺទិញមិនបានទេចុះហេតុអីត្រូវលក់កាន់តែតិចទៅអញ្ចឹងកាន់តែពិបាកទិញគេកាន់តែចង់ទិញមនុស្សមិនខ្លាចចំណាយលុយទេតែខ្លាចអ្នកផ្សេងទិញបានឯខ្លួនឯងខកខានទំនិញកាន់តែតិចគេកាន់តែដណ្ដើមគ្នានេះគេហៅថាយុទ្ធសាស្ត្របង្អត់ទីផ្សារខ្ញុំរកស៊ីប៉ុន្មានឆ្នាំនេះមិនដែលធ្លាប់មានអ្នកណាប្រាប់ទ្រឹស្ដីបែបនេះសោះប្អូនប្រុសឯងពិតជាពូកែខ្លាំងណាស់ខ្ញុំគ្រាន់តែជាអ្នកលក់តាមចិញ្ចើមផ្លូវទេលោកកុំមកបញ្ចុះខ្ញុំទ្រឹស្ដីដែលឯងនិយាយទាំងនេះសូម្បីខ្ញុំទៅស្ដាប់សាស្ត្រាចារ្យបង្រៀននៅទីក្រុងក៏មិនដែលធ្លាប់ឮដែរប្អូនប្រុសនេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំសង្ឃឹមថាឯងអាចជួយផ្ដល់យោបល់លើបញ្ហាអាជីវកម្មខ្ញុំបន្ថែមទេលោកពូទំនិញរបស់លោកធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅប្រហែលកន្លះខែនឹងលក់អស់មិនខានបើលោកពិតជាចង់អរគុណខ្ញុំមែនថ្ងៃក្រោយជួយមើលការខុសត្រូវតូបសាច់អាំងខ្ញុំផងទៅចំណាំមុខគេទុកឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅអ្នកណាហ៊ានមករករឿងតូបគាត់គឺស្មើនឹងមករករឿងចៅជៀនកខ្ញុំអញ្ចឹងបងឆឹងលុយ5000បងមិនយកទេនោះជាលុយ5000រៀលណាលុយ5000ទិញផ្សារទំនើបមួយមិនបានទេតែថៅកែគេជំពាក់គុណបងហើយលុយណាស់បងឆឹងខ្ញុំមានអារម្មណ៍ថាថ្ងៃក្រោយបងច្បាស់ជាខ្លាយជាសេដ្ឋីដោយសារគោលនយោបាយរដ្ឋបងឆឹង